ព្រោះតែពីរីគុណថាវិស័យសុខាភិបាលខ្មែរមិនកើតគ្រូពេទ្យខ្មែរអត់ពូកែគ្រូពេទ្យខ្មែរសំដីមិនល្អទើបវិជ្ជាបណ្ឌិតខ្មែរពីររូបនេះចិញ្ចឹមចិត្តបើ clinic មួយដែលមានស្តង់ដារហើយអាចប្រកួតប្រជែងជាមួយបរទេសបានវិជ្ជាបណ្ឌិតហមឆេងអ៊ីនិងវិជ្ជាបណ្ឌិតហេងសុផលដែលជាម្ចាស់ clinic ឯកទេសផ្នែកចាប់ពីកុមារដល់មនុស្សចាស់បានផ្ដល់បទសម្ភាសន៍មកកាន់ក្រុមការងារ Vitalk ដូចនេះថាយើងធ្លាប់ទទួលបានការរិះគន់ជាច្រើនជាពិសេសវិស័យសុខាភិបាលថាគ្រូពេទ្យខ្មែរអត់ពូកែទេគ្រូពេទ្យខ្មែរសំដីអត់ល្អហើយរឿងនេះធ្វើឲ្យខ្ញុំជាវិជ្ជាបណ្ឌិតរូបនេះចាំទុកក្នុងចិត្តតាំងតែពីកាលជាសិស្សហើយមានក្តីសម័យថាប្រសិនបើខ្ញុំបានបើក clinic គឺ clinic របស់ខ្ញុំត្រូវតែជា clinic មួយដែលមានស្តង់ដារហើយអាចប្រកួតប្រជែងជាមួយបរទេសបានដែលឲ្យប្រជាជនខ្មែរទទួលស្គាល់ថាអ្នកខ្មែរមានពេទ្យផ្នែកដែលពូកែដែលមិនមែនសំដីអាក្រក់មើលថែអ្នកជំងឺដែលក្តីស្រឡាញ់ដោយបេះដូងគ្រប់ការផ្ដល់សេវាកម្មនិងការព្យាបាលត្រូវតែមានគុណភាពមានក្រមសីលធម៌ហើយមានភាពកក់ក្ដៅជូនបងប្អូនវិជ្ជាបណ្ឌិតទាំងពីររូបបានរៀបរាប់ពីប្រវត្តិនៃការចាប់ផ្ដើមរបស់ខ្លួនដូចនេះថាគោលបំណងនៃការចាប់ផ្ដើមរបស់ខ្ញុំគឺចង់ឲ្យមានស្តង់ដារត្រឹមត្រូវពង្រីកឲ្យបានធំប៉ុន្តែធ្វើយូររាប់ឆ្នាំនៅតែស្ទុញអត់រីកចម្រើនទៅមុខមានគ្នាតែ5នាក់រហូតជួបមិត្តភក្តិម្នាក់ដែលជាសមាជិក CO Master Club លោកគ្រូតារាគាត់បានណែនាំខ្ញុំឲ្យមកសាកល្បងរៀនជាមួយ CO Master Club សិនរហូតខ្ញុំសម្រេចចិត្តមករៀនបានដឹងថាការធ្វើអាជីវកម្មគឺគេមានស្តង់ដារក្បួនត្រឹមត្រូវព្រោះខ្ញុំជាពេទ្យខ្ញុំចេះតែជំនាញផ្នែកអត់ចេះរឿងអាជីវកម្មទេរៀនមួយវគ្គហើយក៏សម្រេចចិត្តចូលជាសមាជិកទាំងពីរនាក់នៃប្រព័ន្ធតែម្ដងដើម្បីទទួលបានក្បួនពេញលេញហើយយើងទទួលបានព័ត៌មានដូចគ្នាការគិតរបស់យើងស្រដៀងគ្នាយើងអត់ខ្វែងគំនិតគ្នាទេរៀនហើយយកទៅអនុវត្តបន្តិចម្ដងពេលជួបបញ្ហាមករកលោកគ្រូដើម្បីយកក្បួនទៅអនុវត្តបន្ថែមទៀតរហូតមកដល់ពេលនេះអាជីវកម្មរបស់ខ្ញុំមានភាពស្តង់ដារច្បាស់លាស់រៀបចំរចនាសម្ព័ន្ធបែងចែកការងារបុគ្គលិកដឹងអំពីទំនួលខុសត្រូវរបស់គាត់ច្បាស់គាត់ដឹងអំពីចក្ខុវិស័យបេសកកម្មរបស់ក្រុមហ៊ុនខ្ញុំងាយស្រួលច្រើនជាងមុនក្នុងនាមជាម្ចាស់អាជីវកម្មមិនត្រឹមតែវឹកហាត់កសាងសមត្ថភាពខ្លួនប៉ុណ្ណោះទេថែមទាំងបានជួយដល់ក្រុមការងារដែលជាកម្លាំងពិសេសក្នុងអាជីវកម្មបានមកវឹកហាត់កសាងសមត្ថភាពក្នុងវគ្គបុគ្គលិកឆ្នាំផងដែរព្រោះបេសកកម្មជីវិតរបស់លោកគ្រូអ្នកគ្រូទាំងពីរមិនត្រឹមតែជួយខ្លួនឯងឬអាជីវកម្មប៉ុណ្ណោះទេគឺពួកគាត់បានបដិញ្ញាក្នុងការបង្កើតអ្នកដឹកនាំគាត់ចង់ឃើញក្រុមការងារពូកែត្រចះត្រចង់ខ្លាចជាអ្នកដឹកនាំឈានទៅដល់ខ្លាចជាដៃគូអាជីវកម្មដល់ពូកែរបស់គាត់ទៀតផងជាចុងក្រោយវិជ្ជាបណ្ឌិតទាំងពីររូបបានផ្ដាំទៅអ្នកបច្ចេកទេសថាយើងជាអ្នកបច្ចេកទេសយើងមិនមានឈាមជាប់ជាអ្នករកស៊ីប្រកបទេយើងនឹងមានផលពិបាកក្នុងការគ្រប់គ្រងចាត់ចែងអ្វីដែលជួយខ្ញុំបានគឺខ្ញុំមករៀន CO Master Club ខ្ញុំបានកែប្រែអាជីវកម្មរបស់ខ្ញុំប្រសើរឡើងការរីកចម្រើនរបស់អាជីវកម្មខ្ញុំរាល់ថ្ងៃដោយសារតែខ្ញុំបានមករៀនពី CO Master Club គូបញ្ជាក់ផងដែរថា clinic ឯកទេសផ្នែករបស់វិជ្ជាបណ្ឌិតហមឆេងអ៊ីនិងវិជ្ជាបណ្ឌិតហេងសុផលគឺមន្ទីរព្យាបាលផ្នែកភ្នំពេញមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ